បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទព្រឹកនេះសូមថតសួនផ្កានៅសារមន្ទីរជាតិអង្គរបាទសូមរីករាយទស្សនាទាំងអស់គ្នាពុកម៉ែបងប្អូនទេសភាពពេលព្រឹកព្រលឹមនៅសួនផ្កាសារមន្ទីរជាតិអង្គរមើលទៅវាស្រស់ស្អាតដើមផ្កានីមួយណាបងប្អូនសម្រស់គ្នាមើលទៅខៀវស្រងាត់ស្រស់ស្អាតបើសិនថាពុកម៉ែបងប្អូនបានមកលេងនៅសៀមរាបសូមកុំភ្លេចមកទស្សនានៅសារមន្ទីរជាតិអង្គរហើយនៅសួនផ្កាសារមន្ទីរជាតិអង្គរនៅជាប់នឹងសារមន្ទីរនៅទាំមុខនឹងកន្លែងកាហ្វេមើលទេសភាពស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនពណ៌ខៀវស្រងាត់ដើមឈើក៏ដើមផ្កាដែលមួយទៅពេលបង្អួតសម្រស់គ្នាស្រោបយកពន្លឺធំស្រោបយកពន្លឺថ្ងៃស្រស់ស្អាតខៀវស្រងាត់មើលទៅគួរឲ្យចង់ទស្សនាណាពុកម៉ែបងប្អូនពណ៌ខៀវមានដើមផ្កាចម្រុះប៉ុន្តែខ្ញុំមិនសូវស្គាល់ពុកម៉ែបងប្អូនស្គាល់សូមជួយខមមិនផងមកខ្ញុំមិនសូវស្គាល់ដើមផ្កាទាំងអស់នេះទេពុកម៉ែបងប្អូនអ្នកធ្វើការនៅសារមន្ទីរជាតិអង្គរមែនប៉ុន្តែអត់សូវស្គាល់ដើមផ្កាទាំងអស់នេះទេពុកម៉ែបងប្អូនស្គាល់ច្បាស់ជាងគេក៏ដើមចម្ប៉ាស្លឹកវាច្រើនណាស់ពុកម៉ែបងប្អូនពេលស្លឹកវាច្រើនវាមានម្លប់ហើយផ្លូវដើរក៏ល្អទេពុកម៉ែបងប្អូនផ្លូវគេដាក់ឈើមើលទៅគួរឲ្យចង់ដើរថតលេងជាលក្ខណៈជាគ្រួសារឬជាលក្ខណៈជា private នេះផ្កានេះក៏ស្អាតដែរពុកម៉ែបងប្អូនស្គាល់ផ្កានេះអត់បាទស្គាល់ផ្កានេះអត់ខ្ញុំអត់ស្គាល់ផ្កាហ្នឹងស្អាតមែនទែនពណ៌ក្រហមឆ្អិនឆ្អៅហ្មងបងចេញសម្រស់ដាក់ថ្ងៃមើលផ្លូវដើរចូលទៅខាងក្នុងទេបងប្អូនហើយទៅខាងមុខទីទៀតនោះមានលក្ខណៈថាអាងទឹកហើយមានចិញ្ចឹមត្រីហើយមានរូបប្រាសាទទេពុកម៉ែបងប្អូនចាំមើលបន្តិចទេនឹងឃើញហើយរូបផ្កាពណ៌សនេះស្អាតមែនទែនស្អាតស្រស់ស្អាតខ្លាំងណាស់ពុកម៉ែបងប្អូនបើបានមកលេងសារមន្ទីរជាតិអង្គរហើយមកកុំភ្លេចមកទស្សនានៅសួនផ្កាសារមន្ទីរជាតិអង្គរផងបាទមានគ្រប់ផ្កាហ្មងការអូកាដេក៏មានដែរការអូកាដេពណ៌រាងការឈប់ហើយនឹងដើមចម្ប៉ាយ៉ាងស្រស់ស្អាតការកងោកខ្ញុំស្គាល់ការកងោកតែប៉ះការនេះខ្ញុំអត់ស្គាល់ទេបងប្អូននេះការប្រភេទនេះខ្ញុំអត់ស្គាល់នឹងគេហៅផ្កាអីដល់ពេលការកងោកក៏ស្គាល់តែច្បាស់ជាងគេការកងោកហើយនឹងផ្កាអូកាដេតែផ្កាផ្សេងអត់ស្គាល់ទេហើយដើមផ្កាទាំងអស់នេះក៏អត់ស្គាល់ដែរបងប្អូនអត់ស្គាល់ខ្ញុំមិនតែមួយដើមហ្មងនេះការគេហៅថាផ្កាកងោកពុកម៉ែបងប្អូននេះអានេះអត់ស្គាល់ទេផ្កាពណ៌ក្រហមអ្នកស្គាល់ទេបងប្អូនស្អាតមែនតើណាពុកម៉ែបងប្អូនបានមកលេងខ្ញុំសូមកុំភ្លេចមកទស្សនាឬក៏ថតលេងលក្ខណៈជាគ្រួសារឬលក្ខណៈជា private ក៏បានអីក៏បានស្រេញចំណងចិត្តពុកម៉ែបងប្អូននេះទៅមុខទៅមានអង្គត្រីមួយមានអង្គត្រីហើយនឹងមានរូបប្រាសាទហើយនឹងមានរូបព្រះមួយព្រះអង្គទៀតស្អាតមែនតើមើលទៅស្អាតខ្លាំងពុកម៉ែបងប្អូនមើលចាំងពលឺថ្ងៃមកផ្លេចស្អាតមែនទែននេះប្រាសាទហ្នឹងហើយមានទឹកធ្លាក់ទេពុកម៉ែបងប្អូនប្រាសាទហ្នឹងមានទឹកធ្លាក់ស្រស់ស្អាតមែនទែនប្រាសាទហ្នឹងបងប្អូនអាចថតជាអនុស្សាវរីយ៍ក៏បានថតជាលក្ខណៈជាគ្រួសារឬថតលក្ខណៈជាគូសង្សារមើលនេះការមើលទៅស្អាតចម្រុះពណ៌ហ្មងស្រស់ស្អាតមែនទែនអានេះការក្រហមខ្ញុំអត់សូវស្គាល់ទេពុកបងប្អូនអ្នកធ្វើការនៅសារមន្ទីរជាតិអង្គរមែនប៉ុន្តែអត់សូវស្គាល់ផ្កាទាំងអស់នេះទេបងប្អូនព្រឹកមិញតំណេតែគាត់ចោះទៅថតលេងកុំឲ្យបងប្អូនទស្សនាមើលនេះអានេះមានតាំងពីទឹកភ័ក្រមានតាំងពីអីទាំងអស់មានសពហ្មងរូបព្រះស្អាតទឹកធ្លាក់ហើយអង្គខាងក្នុងមួយទៀតក៏មានចិញ្ចឹមត្រីច្រើនមែនទែនអានេះទ្វារសារមន្ទីរជាតិអង្គរបន្តិចទៀតចូលមកខាងក្នុងសារមន្ទីរជាតិអង្គរឲ្យពុកម៉ែបងប្អូននេះចូលមកខាងក្នុងគេមានលក់កាហ្វេមានលក់អីហើយមើលហើយក៏មានដើមផ្កាដើមអីផងស្អាតស្រស់ស្អាតហើយមានសាឡុងអង្គុយលេងហើយក៏មានទឹកលក្ខណៈជាទ្រង់ទ្រាយតូចមកទឹកធ្លាក់ជាលក្ខណៈទ្រង់ទ្រាយតូចមានសាឡុងសម្រាប់អង្គុយលេងញ៉ាំកាហ្វេពេលណាកំងកាហ្វេហើយគួរមកញ៉ាំនៅកន្លែងសាឡុងហើយមានតាំងពីត្រីចិញ្ចឹមត្រីវាស្រស់ស្អាតទេពុកម៉ែបងប្អូនកំពុងតែកន្លែងគ្នារកចំណៃស្រស់ស្អាតមែនទែននេះព្រោះចង់អង្គុយក៏មែនទែនត្រីស្អាតណាស់ពុកម៉ែបងប្អូនអានេះនៅខាងក្នុងសារមន្ទីរជាតិអង្គរណាពុកម៉ែបងប្អូន
បើសិនណាពុកម៉ែបងប្អូនបានមកលេងនៅសៀមរាបហើយសូមកុំភ្លេចនៅសារមន្ទីរជាតិអង្គរនៅគឺខាងក្រៅស្អាតប៉ុណ្ណឹងប៉ុន្តែខាងក្នុងស្អាតជាងនេះទេពុកម៉ែបងប្អូនស្អាតស្រស់ស្អាតមែនទេពុកម៉ែបងប្អូនបើបានមកទស្សនាហើយកុំភ្លេចទស្សនានៅសារមន្ទីរជាតិអង្គរស្រស់ស្អាតមែនទេទេសភាពស្រស់ស្អាតណាស់ពុកម៉ែបងប្អូន